កូរ៉េខាងត្បូងបើកការសមយុទ្ធយន្តហោះចម្បាំងបែរជាទម្លាក់គ្រាប់បែកដោយចៃដន្យចំផ្ទះប្រជាពលរដ្ឋរងរបួសចំនួន15នាក់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី6ខែមីនាម្សិលមិញនេះតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Reuters យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូងបានទម្លាក់គ្រាប់បែកចំនួន8គ្រាប់ដោយចៃដន្យលើផ្ទះប្រជាពលរដ្ឋមួយកន្លែងកាលពីថ្ងៃប្រហោះដោយបានបណ្ដាលឲ្យមនុស្សចំនួន15នាក់រងរបួសនិងបំផ្លាញផ្ទះសម្បែងព្រមទាំងព្រះវិហារមួយកន្លែងផងដែរអំឡុងពេលធ្វើសម្ពយុទ្ធនៅទីក្រុង Posia ភ្នាក់ងារពន្លត់អគ្គិភ័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមនុស្ស15នាក់បានរងរបួសក្នុងនោះមាន2នាក់ដែលរងរបួសធ្ងន់ទីក្រុង Posia មានចម្ងាយប្រហែល40គីឡូម៉ែត្រភាគឦសាននៃទីក្រុងសេអ៊ូលនៅជិតព្រំដែនយោធាជាមួយនឹងកូរ៉េខាងជើងលោកអ៊ូមឿងស៊ូអាយុ65ឆ្នាំរស់នៅភូមិកាត់ហេតបាននិយាយថាភ្លាមនោះស្រាប់តែឮសំឡេងយន្តហោះចម្បាំងហើយមានសំឡេងផ្ទុះឡើងពេលគាត់ទៅដល់កន្លែងកាត់ហេតមានផ្ទះប្រហែល4ខ្នងត្រូវបានខូចខាតពាក់កណ្ដាលព្រមទាំងមនុស្សមួយចំនួនរងរបួសមនុស្សនៅក្នុងយានជំនិះក្នុងការដ្ឋានសំណង់បានរងរបួសអ្នកខ្លះមិនអាចចេញពីរថយន្តបានឡើយម្នាក់ទៀតនៅខាងក្រៅរថយន្តមិនអាចបើកភ្នែកបានកងទ័ពអាកាសកូរ៉េខាងត្បូងបាននិយាយថាគ្រាប់បែក MK82 ទម្ងន់500ផោនស្មើនឹង225គីឡូក្រាមចំនួន8គ្រាប់ធ្លាក់ចេញពីយន្តហោះ KF-16 2គ្រឿងវាបានធ្លាក់នៅខាងក្រៅកន្លែងបាញ់ប្រហារអំឡុងពេលសម្ពយុទ្ធគ្រាប់ពិតរួមគ្នាកងទ័ពអាកាសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាយើងមានការសោកស្ដាយចំពោះការខូចខាតដែលបណ្ដាលមកពីឧបទ្ទវហេតុធ្លាក់ខុសពីធម្មតានេះហើយយើងនឹងសូមជូនពរឲ្យអ្នករងរបួសឆាប់បានជាសះស្បើយមន្ត្រីយោធាម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបាននិយាយថាគ្រោះថ្នាក់នេះដោយសារតែអ្នកបើកបរម្នាក់ចូលទៅក្នុងអដូណេមិនត្រឹមត្រូវមន្ត្រីដដែលបានបន្តថាបន្ទាប់ពីយន្តហោះ2គ្រឿងបានទម្លាក់គ្រាប់បែកចំនួន4គ្រាប់ព្រមៗគ្នាហើយក៏បានផ្ទុះឡើងតែម្ដងក្រុមមន្ត្រីអាជ្ញាធរបាននិយាយថានឹងផ្អាកការសម្ពយុទ្ធគ្រាប់ពិតរហូតទាល់តែមានការយល់ច្បាស់ពីអ្វីដែលមានកំហុសនេះប៉ុន្តែឧបទ្ទវហេតុនេះនឹងមិនប៉ះពាល់ដល់សម្ពយុទ្ធយោធារួមគ្នាដ៏ធំមួយរបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃច័ន្ទខាងមុខខ្សែវីដេអូកាមេរ៉ាសុវត្ថិភាពដែលចាក់ផ្សាយតាមទូរទស្សន៍ក្នុងស្រុកក៏បានចាប់យករូបភាពវីដេអូនៃឧបទ្ទវហេតុនេះផងដែរដោយរថយន្ត Pick-up មួយបានបើកនៅលើផ្លូវដែលមានដើមឈើមួយជួរមុនពេលតំបន់នោះត្រូវបានឆាប់ឆេះដោយការផ្ទុះដ៏ធំមួយអភិបាលក្រុង Posia លោក Baekhyun Hye-en ដែលបានជំរុញឲ្យរដ្ឋាភិបាលនិងយោធាបង្កើតវិធានការដើម្បីការពារខូចខាតជនស៊ីវិលបន្ថែមទៀតលោកនិយាយបន្តថារឿងដែលមិននឹកស្មានដល់បានកាត់ឡើងហើយក្រសួងការពារជាតិបាននិយាយនៅព្រឹកថ្ងៃប្រហ័សនេះថាកងកម្លាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងធ្វើសម្ពយុទ្ធបាញ់គ្រាប់ពិតរួមគ្នាលើកដំបូងរបស់ពួកគេនៅទីក្រុង Posia ដែលភ្ជាប់ទៅនឹងសម្ពយុទ្ធយោធាប្រចាំឆ្នាំហើយនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយអគ្គសេនាធិការរួមនៃទីក្រុងសេអ៊ូលហៅកាត់ថា JCS បាននិយាយមុនឧបទ្ទវហេតុថាសម្ពយុទ្ធរួមគ្នាដែលមានឈ្មោះថា Freedom Cell ដែលនឹងដំណើរការពីថ្ងៃទី10ដល់ថ្ងៃទី20ខែមីនាមានគោលបំណងពង្រឹងការត្រៀមខ្លួននៃសម្ព័ន្ធភាពសម្រាប់ការគម្រាមកំហែងដូចជាប្រទេសកូរ៉េខាងជើងសម្ពយុទ្ធនៅឆ្នាំនេះនឹងឆ្លុះបញ្ចាំងពីមេរៀនដែលទទួលបានពីចំនួនប្រដាប់អាវុធថ្មីៗនិងភាពជាដៃគូដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ីលោក Ryan Donald អ្នកនាំពាក្យរបស់កងកម្លាំងសហរដ្ឋអាមេរិកកូរ៉េហៅកាត់ថា USFK បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃប្រហ័សថាអ្នករៀបចំផែនការរបស់យើងនឹងមើលជុំវិញពិភពលោកហើយកំណត់អត្តសញ្ញាណនិន្នាការដែលកំពុងផ្លាស់ប្ដូរហើយយើងពិនិត្យមើលពីរបៀបដែលយើងអាចបញ្ចូលវាទៅក្នុងសមយុទ្ធរបស់យើងតារា Cambodia News